សញ្ញាជូងធម្មៈមួយនាទីពីហាងទងជ័យមហានគរដើម្បីក្រើនរំលឹកនិងដាស់តឿនដល់ប្រជាជនប្រុសស្រីទាំងអស់ឲ្យបានជ្រាបថាថ្ងៃស្អែកគឺជាថ្ងៃសិលដើម្បីពួកយើងទាំងអស់គ្នាបានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលសន្សំបុណ្យកុសលទាំងអស់គ្នាអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គបានត្រាស់សម្ដែងជាមួយនឹងព្រះសារីបុត្រថាសត្វទាំងឡាយនៅពេលដែលពួកគេឲ្យទានឬពួកគេធ្វើបុណ្យមានលក្ខណៈជាពីរក្រុមទី1គឺបានត្រឹមតែផលធំនៃទានឬបានត្រឹមតែផលឡាអានិសង្ឃធំនៃទានតែមិនបានអានិសង្ឃធំនៃទានឡើយនិងក្រុមទី2ឬពួកទី2ពួកគេធ្វើទានឬធ្វើបុណ្យម្ដងពួកគេបានទាំងផលឡាអានិសង្ឃធំនៃទានផងបានទាំងអានិសង្ឃធំនៃទានផងនៅពេលដែលព្រះសារីបុត្របានទ្រង់ស្ដាប់ដូច្នោះហើយនៅពេលដែលព្រះសារីបុត្របានស្ដាប់ដូច្នោះហើយព្រះសារីបុត្រក៏បានសួរទៅព្រះសាស្តាថាបបិទ្ធព្រះបរមគ្រូដ៏ចម្រើនតើសត្វដាក់ចិត្តឲ្យទានដោយវិធីណាដោយរបៀបណាទើបបានត្រឹមតែផលឡាអានិសង្ឃធំនៃទានតែមិនបានអានិសង្ឃធំនៃទានហើយសត្វទាំងឡាយដាក់ចិត្តធ្វើទានធ្វើបុណ្យដោយវិធីណាដោយរបៀបណាទើបបានទាំងផលឡាអានិសង្ឃធំនៃទានផងបានទាំងអានិសង្ឃធំនៃទានផងសូមព្រះបរមសាស្តាបរមគ្រូជួយបញ្យល់ដល់ខ្ញុំបកករណាទាំងឡាយផងនៅពេលដែលព្រះសម្មាសម្ពុទ្ធបានទ្រង់ស្ដាប់ទទួលនៅសំណួររបស់ព្រះសារីបុត្រដូច្នោះហើយព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គក៏បានសម្ដែងថាមនាលសារីបុត្រសត្វទាំងឡាយនៅក្នុងលោកនេះបែងចែកជាពីរពួកនិងជាពីរក្រុមទី1គឺធ្វើទានបានត្រឹមតែផលធំតែមិនបានអានិសង្ឃធំនិងក្រុមទី2ឬពួកទី2បានទាំងផលធំផងបានទាំងអានិសង្ឃធំនៃទានផងពួកក្រុមទី1ពួកគេធ្វើទានបានត្រឹមតែផលធំបានត្រឹមតែផលឡាអានិសង្ឃធំមានទាំងអស់6យ៉ាងទី1មុននឹងធ្វើទានមុននឹងធ្វើបុណ្យពួកគេមានចិត្តជាប់ជំពាក់ជាមួយទានសង្ឃឹមផលនៃទានប្រាថ្នានៅក្នុងទានហើយពួកគេគិតថានៅពេលដែលពួកគេស្លាប់ទៅពួកគេនឹងបានទទួលនៅផលឡាអានិសង្ឃនៃទានដែលពួកគេបានធ្លាប់ធ្វើនៅពេលដែលពួកគេគិតដូច្នោះហើយទើបពួកគេបរិច្ចាគនៅបច្ច័យទាំង4គឺជីវរៈបច្ច័យប្រណិតសម្លៀកបំពាក់បិទបាំងរាងកាយបិណ្ឌបាតបច្ច័យអាហារហូបចុកផ្សេងនិងសេនាសនៈបច្ច័យរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយបฏิគមភ្លើងផ្សេងនិងបច្ច័យទី4គឺគីឡានភេសជ្ជបច្ច័យគឺមានតែភេសជ្ជៈនិងថ្នាំរក្សាព្យាបាលជំងឺព្យាបាលរោគផ្សេងដល់ពួកសមណព្រាហ្មណ៍ទាំងឡាយដល់សាវករបស់ព្រះតថាគតទាំងឡាយនៅពេលដែលពួកគេមុននឹងលាចាកលោកនេះទៅពួកគេនឹកឃើញនៅផលទានផលបុណ្យដែលពួកគេបានធ្លាប់ធ្វើធ្លាប់បរិច្ចាគទាននោះពួកគេនឹងបានទៅកើតជាសហាយទេវតាចន្ទតុមហារាជិកាប៉ុន្តែសារីបុត្រនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់បុណ្យបារមីអស់អាយុខ័យនៅក្នុងចន្ទទេវតាចតុមហារាជិកានោះពួកគេនឹងក្លាយជាអាខាមីឬអាគាមីគឺពួកគេនឹងត្រូវត្រឡប់មកវិញគឺត្រឡប់មកកើតជាសត្វនរកត្រឡប់មកកើតជាសត្វតិរិឆាននិងត្រឡប់មកកើតជាសត្វប្រេតវិស័យឬត្រឡប់មកកើតជាមនុស្សលោកវិញនេះហើយដែលហៅថាបានត្រឹមតែផលឡាអានិសង្ឃធំនៃទានតែមិនបានអានិសង្ឃធំនៃទានឡើយត្រីបុត្រសត្វចម្ពោះទី2មុននឹងពួកគេធ្វើបុណ្យមុននឹងពួកគេធ្វើទានពួកគេមិនបានគិតដូចពួកក្រុមទី1ឡើយគឺពួកគេមិនបានមានចិត្តជំពាក់នៅក្នុងទានមិនបានសង្ឃឹមផលនៃទានមិនបានប្រាថ្នាអ្វីនៅក្នុងទានមិនបានគិតថានៅពេលដែលពួកគេលាចាកលោកនេះទៅពួកគេនឹងបានទទួលនៅផលនៃទានដែលពួកគេបានធ្លាប់ធ្វើឡើងប៉ុន្តែពួកសត្វក្រុមទី2នេះពួកគេគិតថាការធ្វើបុណ្យឬការធ្វើទានការចែកទានជារឿងល្អនៅពេលដែលពួកគេគិតដូច្នោះហើយពួកគេក៏បរិច្ចាគនៅបច្ច័យទាំង4គឺបរិច្ចាគនៅជីវរៈបច្ច័យប្រណិតសម្លៀកបំពាក់បិទបាំងរាងកាយបិណ្ឌបាតបច្ច័យអាហារហូបចុកផ្សេងសេនាសនៈបច្ច័យរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយនិងបฏิគមភ្លើងផ្សេងនិងកីឡានភេសជ្ជបច្ច័យគឺមានភេសជ្ជៈហើយនិងថ្នាំរក្សាព្យាបាលជំងឺព្យាបាលរោគផ្សេងដល់ពួកសមណព្រាហ្មណ៍ទាំងឡាយដល់សាវករបស់ព្រះតថាគតទាំងឡាយនៅពេលដែលមុននឹងពួកគេលាចាកលោកនេះទៅពួកគេ
នឹកឃើញនៅទង្វើទានទង្វើបុណ្យដែលពួកគេបានធ្លាប់ធ្វើនោះពួកគេនឹងទៅកើតនៅជាសហាយទេវតាចិនដាវតឹងស្រីបុត្រនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់អំណាចអស់បុណ្យបារមីអស់អាយុខៃនៅក្នុងចិនទេវតាតាវតឹងនោះពួកគេនឹងក្លាយជាអាខាមីឬអាគាមីគឺពួកគេនឹងត្រូវត្រឡប់មកវិញគឺត្រឡប់មកកើតជាសត្វនរកត្រឡប់មកកើតជាសត្វដេរិឆានត្រឡប់មកកើតជាសត្វប្រែតវិស័យនិងត្រឡប់មកកើតជាសត្វមនុស្សលោកវិញនេះហៅថាបានត្រឹមតែផលធំនៃទានតែមិនបានអានិសង្សធំនៃទានតាមបែបទី2ស្រីបុត្រមានសត្វមួយចំពោះខ្លះទៀតជាចំពោះសត្វក្រុមទី3ពួកគេមិនបានគិតដោយក្រុមទី1គឺមិនមានចិត្តជាប់ជំពាក់នៅក្នុងទានមិនបានសង្ឃឹមនៅក្នុងទានមិនបានប្រាថ្នាអ្វីនៅក្នុងទានមិនបានគិតថាពួកគេស្លាប់ទៅនឹងបានសោយសុខនៅផលទានដែលពួកគេបានធ្លាប់ធ្វើហើយពួកគេក៏មិនបានគិតដូចជាចំពោះសត្វក្រុមទី2ដែរគឺមិនបានគិតថាការធ្វើទានឬការធ្វើបុណ្យជារឿងល្អប៉ុន្តែសត្វក្រុមទី3នេះគឺពួកគេមុននឹងធ្វើទានមុននឹងធ្វើបុណ្យគឺពួកគេធ្វើតាមប្រពៃណីបុព្វបុរសដូនតាតាមវងត្រកូលរបស់គេដែលបានបន្សល់ទុកមកពីព្រោះពួកគេមិនចង់ឲ្យប្រពៃណីដ៏ល្អរបស់បុព្វបុរសដូនតារបស់គេត្រូវបាត់បង់ត្រូវរលាយសាបសូន្យបាត់បង់ដូច្នេះហើយគឺពួកគេបរិច្ចាគនៅបច្ច័យទាំង4ដល់ពួកសមណៈព្រាហ្មណ៍គឺបរិច្ចាគនៅជីវរៈបច្ច័យគឺក្រណាត់សម្លៀកបំពាក់បិទបាំងរាងកាយផ្សេងនិងបិណ្ឌបាតបច្ច័យអាហារហូបចុកផ្សេងនិងសេនាសនៈបច្ច័យគឺរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយនិងប្រទីបគោមភ្លើងផ្សេងនិងគីឡានភេសជ្ជបច្ច័យគឺមានភេសជ្ជៈហើយនឹងថ្នាំដង្កូវព្យាបាលរោគព្យាបាលជំងឺផ្សេងដល់ពួកសមណៈព្រាហ្មណ៍ទាំងឡាយដល់សាវករបស់ព្រះតថាគតទាំងឡាយស្រីបុត្រនៅពេលដែលមុននឹងពួកគេលាចាកលោកនេះទៅពួកគេបាននឹកឃើញនៅទង្វើបុណ្យរបស់គេដែលបានធ្លាប់ធ្វើបុណ្យធ្វើទាននិងធ្វើតាមប្រពៃណីពីបុព្វបុរសដូនតារបស់គេនោះពួកគេនឹងបានទៅកើតជាសហាយទេវតានៅចិនយាមីស្រីបុត្រប៉ុន្តែនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់អំណាចអស់បារមីអស់អាយុខៃនៅក្នុងចិនទេវតាយាមីនោះពួកគេនឹងក្លាយជាអាខាមីឬអាគាមីគឺត្រូវត្រឡប់មកវិញគឺត្រឡប់មកកើតជាសត្វនរកត្រឡប់មកកើតជាសត្វដេរិឆាននិងត្រឡប់មកកើតជាសត្វប្រែតវិស័យនិងត្រឡប់មកកើតជាសត្វមនុស្សលោកវិញជាធម្មតានេះហៅថាបានត្រឹមតែផលឡាអានិសង្សធំនៃទានតែមិនបានអានិសង្សធំនៃទានតាមបែបទី3ស្រីបុត្រមានសត្វមួយចំពោះទៀតជាចំពោះសត្វក្រុមទី4គឺមិនបានគិតនៅការជាប់ជំពាក់ជាមួយទានមិនបានសង្ឃឹមផលនៃទានមិនបានប្រាថ្នានៅក្នុងទានហើយពួកគេក៏មិនបានគិតថានៅពេលដែលពួកគេលាចាកលោកនេះទៅនឹងទទួលបានផលនៃទានដែលពួកគេបានធ្លាប់ធ្វើឡើងហើយពួកគេក៏មិនបានគិតដូចក្រុមទី2គឺមិនបានគិតថាការធ្វើទានការធ្វើបុណ្យជារឿងល្អហើយក៏មិនបានគិតដូចពួកក្រុមទី3គឺមិនបានគិតថាការធ្វើទានការធ្វើបុណ្យនេះគឺធ្វើតាមប្រពៃណីបុព្វបុរសដូនតាពួកសត្វក្រុមទី4នេះគឺមុននឹងពួកគេធ្វើទានពីព្រោះពួកគេគិតថាសមណៈព្រាហ្មណ៍មិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើដូច្នេះបើអញមិនអោយមិនបរិច្ចាគនៅបច្ច័យទាំង4គឺមិនគប្បីគឺសមណៈព្រាហ្មណ៍នឹងមិនមានអ្វីសម្រាប់ទ្រទ្រង់ជីវិតឡើយដូច្នេះអញត្រូវតែបរិច្ចាគទាននៅពេលដែលពួកគេគិតដូច្នោះហើយទើបពួកគេបរិច្ចាគនៅជីវរៈបច្ច័យគឺក្រណាត់សម្លៀកបំពាក់បិទបាំងរាងកាយផ្សេងនិងបរិច្ចាគនៅបិណ្ឌបាតបច្ច័យគឺអាហារហូបចុកផ្សេងនិងបរិច្ចាគនៅសេនាសនៈបច្ច័យរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយនិងប្រទីបគំភ្លើងផ្សេងនិងបរិច្ចាគនៅគីឡានភេសជ្ជបច្ច័យគឺមានភេសជ្ជៈនិងថ្នាំដង្កូវព្យាបាលរោគព្យាបាលជំងឺផ្សេងដល់ពួកសមណៈព្រាហ្មណ៍និងសាវករបស់ព្រះតថាគតទាំងឡាយនៅពេលដែលមុននឹងពួកគេលាចាកលោកនេះទៅពួកគេនឹកឃើញនៅទង្វើទានទង្វើបុណ្យដែលពួកគេបានធ្លាប់ធ្វើដោយពួកគេបានគិតសំណោះអាណិតដល់សមណៈព្រាហ្មណ៍គិតថាសមណៈព្រាហ្មណ៍មិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើហើយពួកគេបានបរិច្ចាគទានទាំងឡាយនោះពួកគេនឹងបានទៅកើតនៅសហាយទេវតាចិនទោសេត្រីបុត្រប៉ុន្តែនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់អំណាចអស់បារមីអស់អាយុខៃនៅក្នុងចិនទោសេនោះពួកគេនឹងក្លាយជាអាខាមីគឺត្រូវត្រឡប់មកវិញគឺត្រឡប់មកកើតជាសត្វនរកត្រឡប់មកកើតជាសត្វដេរិឆានត្រឡប់មកកើតជាសត្វប្រែតវិស័យនិងត្រឡប់មកកើតជាសត្វមនុស្សលោកវិញនេះហៅថាបានត្រឹមតែផលធំនៃទានតែមិនបានអានិសង្សធំនៃទានតាមបែបទី4ស្រីបុត្រមានសត្វមួយចំពោះទៀតគឺចំពោះទី5ពួកគេមិនបានគិតដោយក្រុមទី1គឺមិនបានមានចិត្តជាប់ជំពាក់ជាមួយទានមិនបានប្រាថ្នាអ្វីនៅក្នុងទានមិនបានសង្ឃឹមផលនៃទានហើយក៏មិនបានគិតថាពួកគេស្លាប់ទៅនឹងត្រូវទទួលបានផល
บนในเตียนได้ពួកគេបានប្រពើហើយពួកគេក៏មិនបានគិតដោយក្រុមទី2មិនបានគិតថាការធ្វើទៀនការធ្វើបុណ្យជារឿងល្អដែរហើយពួកគេក៏មិនបានគិតដោយក្រុមទី3ដែរក៏មិនបានគិតថាការធ្វើទៀនធ្វើបុណ្យគឺធ្វើតាមប្រពៃណីពីបុព្វបុរសដូនតាពីវង្សត្រកូលរបស់ខ្លួនដែលបានបន្សល់ទុកមកឡើយហើយពួកគេក៏មិនបានគិតដោយក្រុមទី4គឺមិនបានគិតស្រណោះអាណិតដល់សាមណព្រាហ្មណ៍មិនបានគិតថាសាមណព្រាហ្មណ៍ទាំងឡាយនៅក្នុងលោកនេះមិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើបើអញមិនអោយមិនគួរមិនគប្បីតែសត្វចំពោះទី5នេះមុននឹងពួកគេអោយទៀនគឺពួកគេបានស្ដាប់បានជឿពីគ្រូបាអាចារ្យពីសាមណព្រាហ្មណ៍ផ្សេងៗដែលបានអប់រំតែបានព្រានបដៅគេពីព្រោះពួកគេមានកម្លាំងសទ្ធាគោរពគ្រូបាអាចារ្យឬគោរពទៅលើសាមណព្រាហ្មណ៍អង្គណាមួយនៅពេលដែលពួកគេបានទទួលដំបូលមានពីគ្រូបាអាចារ្យពីសាមណព្រាហ្មណ៍ផ្សេងៗដែលបានព្រានបដៅឲ្យគេស្គាល់ឲ្យចេះចាគៀឲ្យចេះបរិច្ចាគទាននោះពួកគេនឹងបរិច្ចាគនៅបច្ច័យទាំង4គឺបរិច្ចាគនៅជីវរៈបច្ច័យគឺក្រណាត់សម្លៀកបំពាក់បិទបាំងរាងកាយផ្សេងនិងបិណ្ឌបាតបច្ច័យអាហារហូបចុកផ្សេងនិងសេនាសនៈបច្ច័យគឺរបស់ប្រើប្រាស់កន្លែងដេកកន្លែងអង្គុយនិងបតិភូមិភ្លើងផ្សេងនិងខីឡានភិស័តបច្ច័យគឺមានភេសជ្ជៈនិងថ្នាំដង្កូវសម្រាប់ព្យាបាលរោគផ្សេងដល់ពួកសាមណព្រាហ្មណ៍ទាំងឡាយនិងសាវករបស់ព្រះតថាគតទាំងឡាយមុនពេលដែលពួកគេនឹងលាចាកលោកនេះទៅពួកគេនឹកឃើញនៅផលទង្វើដែលពួកគេធ្លាប់បានបរិច្ចាគទានដោយការស្ដាប់ពីពាក្យព្រានប្រដៅរបស់គ្រូបាអាចារ្យឬពីពាក្យសាមណព្រាហ្មណ៍ផ្សេងដែលពួកគេបានសទ្ធាបានព្រានប្រដៅឲ្យដំបូលមានដល់គេឲ្យស្គាល់នៅចេះការបរិច្ចាគទាននោះពួកគេនឹងបានទៅកើតជាសហាយទេវតានៅជានិមមាននរតីសិរីបុត្រប៉ុន្តែនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់អំណាចអស់បារមីអស់អាយុខៃនៅក្នុងចិនទេវតានិមមាននរតីនោះពួកគេនឹងក្លាយជាអាខាមីគឺត្រូវត្រឡប់មកវិញគឺត្រូវត្រឡប់មកកើតជាសត្វនរកត្រូវត្រឡប់មកកើតជាសត្វឌីរេឆានត្រូវត្រឡប់មកកើតជាប្រែតវិស័យត្រូវត្រឡប់មកកើតជាសត្វមនុស្សលោកវិញជាបុតុជនធម្មតានេះបានត្រឹមតែផលធំនៃទានតែមិនបានអានិសង្សធំនៃទានតាមបែបទី5ជ្រៃបុត្រមានសត្វចម្ពោះខ្លះទៀតជាចម្ពោះដែលមិនបានគិតដោយក្រុមទី1គឺមិនបានគិតថាការធ្វើទានគឺមានចិត្តជាប់ទំពាក់នៅក្នុងទានប្រាថ្នានៅក្នុងទានសង្ឃឹមផលនៃទានហើយពួកគេមិនបានគិតថានៅពេលដែលពួកគេលាចាកលោកនេះទៅពួកគេនឹងត្រូវទទួលបានផលនៃទានផលនៃបុណ្យដែលពួកគេបានធ្លាប់ធ្វើហើយពួកគេក៏មិនបានគិតដោយពួកក្រុមទី2ដែរមិនបានគិតថាការធ្វើទានការធ្វើបុណ្យជារឿងល្អហើយពួកគេក៏មិនបានគិតដោយក្រុមទី3ដែរមិនបានគិតថាការធ្វើទានគឺធ្វើតាមប្រពៃណីពីបុព្វបុរសដូនតាវង្សត្រកូលដែលបានបន្សល់ទុកមកដែរហើយពួកគេក៏មិនបានគិតដោយក្រុមទី4ដែរមិនបានគិតស្រណោះអាណិតដល់សាមណព្រាហ្មណ៍ដោយគិតថាសាមណព្រាហ្មណ៍មិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើបើអញមិនបរិច្ចាគទានគឺមិនគប្បីហើយពួកគេក៏មិនបានគិតដោយក្រុមទី5ដែរពួកគេក៏មិនបានបរិច្ចាគទានដោយការស្ដាប់ដំបូលមានពីគ្រូបាអាចារ្យពីសាមណព្រាហ្មណ៍ណាឡើយប៉ុន្តែចំពោះសត្វក្រុមទី6នេះមុននឹងពួកគេបរិច្ចាគទានមុននឹងពួកគេឲ្យទានគឺពួកគេមានបៃតេមានសោមនស្សមានសេចក្តីសុខរីករាយនៅក្នុងចិត្តនៅពេលដែលពួកគេបរិច្ចាគទានម្ដងដូច្នេះហើយមុននឹងពួកគេលាចាកលោកនេះទៅពួកគេនឹកឃើញនៅទង្វើនឹកឃើញនៅផលបុណ្យនៃទានដែលពួកគេបានធ្លាប់ធ្វើដែលពោពេញទៅដោយសេចក្តីសោមនស្សសេចក្តីសុខសេចក្តីរីករាយមានបៃតេមានសេចក្តីសុខនោះពួកគេនឹងបានទៅកើតជាសហាយទេវតាចិនបរនិមិត្តសាវតីប៉ុន្តែនៅពេលដែលពួកគេអស់ឫទ្ធិអស់អំណាចអស់បុណ្យបារមីអស់អាយុខៃនៅក្នុងចិនទេវតាបរនិមិត្តសាវតីនោះពួកគេនឹងក្លាយជាអាខាមីគឺត្រូវត្រឡប់មកវិញគឺត្រូវត្រឡប់មកកើតជាសត្វនរកត្រូវត្រឡប់មកកើតជាសត្វឌីរេឆានត្រូវត្រឡប់មកកើតជាសត្វប្រែតវិស័យនិងត្រូវត្រឡប់មកកើតជាសត្វមនុស្សលោកវិញជាបុតុជនធម្មតាវិញនេះហៅថាបានត្រឹមតែផលអានិសង្សធំនៃទានតែមិនបានអានិសង្សធំនៃទានតាមបែបទី6សិរីបុត្រមានសត្វមួយចំពោះខ្លះទៀតជាសត្វដែលមានបញ្ញាដ៏ឆ្លៀសវៃព្រោះពួកគេមានសទ្ធាជាមួយព្រះសាសនារបស់ព្រះតថាគតបានចូលមកនៅក្នុងសាសនារបស់ព្រះតថាគតហើយពួកគេមានបញ្ញាឆ្លៀសវៃនៅក្នុងការធ្វើទានធ្វើបុណ្យម្ដងគឺពួកគេធ្វើទានបានទាំងផលធំនៃទានផងបានទាំងអានិសង្សធំនៃទានផងការដែលពួកគេធ្វើទានទៅបានទាំងផលអានិសង្សធំនៃទានផងបានទាំងអានិសង្សធំនៃទានផងពីព្រោះពួកគេលះបង់នៅអារម្មណ៍
ទាំង6យ៉ាងគឺมันបានគិតដោយពួកក្រុមទី1มันបានគិតថាការធ្វើទានគឺសង្ឃឹមផលនៃទានមានចិត្តchấpជំពាក់នៅក្នុងទានប្រាថ្នានៅក្នុងទានហើយมันបានគិតថានៅពេលដែលពួកគេស្លាប់ទៅពួកគេនឹងទទួលបានផលនៃទានដែលពួកគេបានធ្លាប់ធ្វើហើយពួកគេក៏មិនបានគិតដោយក្រុមទី2ដែរมันបានគិតថាការធ្វើទានការធ្វើបុណ្យជារឿងល្អហើយពួកគេក៏មិនបានគិតដោយក្រុមទី3ដែរការធ្វើទានធ្វើបុណ្យគឺធ្វើតាមប្រពៃណីពីបុព្វបុរសដូនតាពីវង្សត្រកូលរបស់ខ្លួនដែលបានបន្សល់ទុកមកដែរហើយពួកគេក៏មិនបានគិតដោយក្រុមទី4ដែរគឺមានចិត្តស្រណោះអាណិតដល់ពួកសាមណព្រាហ្មណ៍ទាំងឡាយដោយគិតថាសាមណព្រាហ្មណ៍ទាំងឡាយមិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើដូច្នេះបើអញមិនគប្បីបរិច្ចាគទានធ្វើបុណ្យធ្វើទានគឺមិនគប្បីដែរហើយពួកគេក៏មិនបានគិតដោយពួកក្រុមទី5ដែរនៅពេលដែលពួកគេធ្វើទានគឺមិនបានស្ដាប់ពាក្យដំបូន្មានពីគ្រូបាអាចារ្យឬគេមានសទ្ធាជឿទៅលើសាមណព្រាហ្មណ៍ណាមួយដែរហើយពួកគេក៏មិនបានគិតដោយក្រុមទី6ដែរនៅពេលដែលពួកគេធ្វើទានធ្វើបុណ្យម្ដងពួកគេមិនមានបៃតេមិនមានសេចក្តីសុខមិនមានសេចក្តីចិត្តរីករាយមិនមានសេចក្តីសោមនស្សនៅក្នុងការឲ្យទានដែរចំពោះសត្វក្រុមនេះគឺជាពួកសត្វដែលមានបញ្ញាដ៏ឆ្លៀសវៃគឺពួកគេឆ្លៀសវៃគឺពួកគេធ្វើទានធ្វើបុណ្យម្ដងដោយមិនបានគិតដោយចំពោះសត្វទាំង6ក្រុមខាងដើមនេះឡើយតែចិត្តរបស់គេមុននឹងធ្វើទានមុននឹងធ្វើបុណ្យម្ដងគឺពួកគេឲ្យទាននិងធ្វើបុណ្យបរិច្ចាគទានដោយលះសេចក្តីកំណាញ់នៅក្នុងចិត្តស្រីបុត្រនៅពេលដែលពួកគេលាចាកលោកនេះទៅពួកគេនឹងបានទៅកើតជាសហាយទេវតានៅចិនសុទ្ធាវាស្រីបុត្រនៅពេលដែលពួកគេអស់ឫទ្ធិអស់អំណាចអស់បុណ្យបារមីអស់អាយុខ័យនៅក្នុងទេវតាចិនសុទ្ធាវានោះពួកគេនឹងក្លាយជាអនាគាមីឬអនាខាមីគឺពួកគេនឹងមិនត្រូវបានត្រឡប់មកវិញឡើយគឺពួកគេនឹងត្រូវបានមគ្គផលនិព្វាននៅចិនទេវតានោះដូច្នេះហើយនេះជាចម្ពោះសត្វដែលបានធ្វើទានឬធ្វើបុណ្យបានទាំងផលធំនៃទានផងបានទាំងអានិសង្សធំនៃទានផង